ពីថ្ងៃនេះទៅទោះមិនបាន200នាក់ភ្នាក់ក៏អំណាចនៃសកលទឹកនេះវាធ្វើឲ្យក្បួន20 30នាក់ភ្នាក់ថាអូពូនក៏និយាយត្រូវបលរសាថ្មជីវិតថ្ងៃក្រោយជីវិតប៉ោងមុនគេគឺប៉ោងមុនមកហ្នឹងហើយណាគឺភុំមកអញ្ចឹងពូមានប្រព័ន្ធហ្នឹងទេហើយពូទុកវេទិកាហ្នឹងឲ្យព្រះអង្គបានចែករំលែកហើយពាក្យចុងក្រោយពូសូមផ្ដាំថាសង្គមនេះបើក្មួយជាជនអត់ប្រយោជន៍គុំគ្នាទៅប្រទេសរបស់ពួកយើងនឹងលំបាកក្មួយត្រូវតែជាក្លឹមរបស់សង្គមក្លឹមនេះអត់មានអីក្រៅពីចំណេះដឹងទេចំណេះដឹងជួយជីវិតតែបើជីវិតយល់ធម៌ពិតសច្ចធម៌ពិតជួយជីវិតណាស់តែបើបុគ្គលណាយល់ដឹងមានចំណេះដឹងជួយសង្គមបានតែចំណេះដឹងមិនអាចជួយជីវិតធ្វើបានទេក៏នឹងចំជីវិតនឹងត្រូវការសិក្សាព្រះធម៌គឺជាធាតុធ្វើឲ្យយើងស្ងប់ចេះសពគ្រប់ធ្វើឲ្យយើងរីករាយនឹងជីវិតរៀនទទួលយកការប្រែប្រួលពូមានតែប៉ុណ្្នឹងទេសង្ឃឹមថាភាសាក្មួយលើពូសាពូលើអធិស្ឋានហើយជាប្រចំពូអរគុណដល់អាជ្ញាធរដែលបានឲ្យរៀបចំបែបនេះបងសហការទាំងអស់បងអាជ្ញាធរទឹកផ្លូវពូឃើញរូបភាពបែបនេះបងនិយាយពីដង្ហើមដកមួយហើយញញឹមក្នុងដង្ហើមហ្នឹងថាផ្លូវចេញមានហើយគឺយុវជននាំគ្នាអានសភៅណាគេផឹកអីយើងកែគេនឹងកែគ្នាដែលកែឬនេះកែបានគឺប្រសើរសម្រាប់ដើរទៅមុខនឹងគ្នាគ្រាអនាគតនៃប្រទេសយើងប្រទេសជាតិត្រូវការក្មួយមិនអាចទៅដល់ភួរលេងទូរស័ព្ទបានទេណាទៅដល់ភួរលេងទូរស័ព្ទគឺជាការបំផ្លាញអនាគតងើបពីក្រែលុកមុខកុំអោបក្តីសម័យដេកជាមួយវាងើបឡើងអានសភៅខំរៀនសិក្សាដើម្បីអ្នកណាតិចទៀតម៉ែអើក្មួយចាស់អស់ហើយតើគាត់តឹងអ្នកណាតឹងក្មួយឯងនេះគាត់គេសង្កត់ថាជូនកូនទៅរៀនឲ្យវាទៅរៀនដល់ពេលវាទៅរៀនវាអត់ខំកសាងចំណេះដឹងដល់ពេលម៉ែកាន់តែចាស់កូនកាន់តែធំអ្នកណាជួយអ្នកណាអញ្ចឹងបានជាពូមានភាសានេះដើម្បីឲ្យក្មួយនោះដឹងខ្លួនថាក្មួយសំខាន់សម្រាប់សង្គមយើងពូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការស្ដាប់ហើយតាអរគុណព្រះអង្គច្បាស់ហើយច្បាស់បងគេថាយើងមករៀនពេលដែលគុំគ្នាមករៀនរៀលស្មើណាស់ស្មើ1លានរៀលចុះបានមនុស្សមករៀនគុំគ្នា1លានអ្នកស្មើណាស់ក៏នៅតែមករៀលដែរមានន័យថាមនុស្សដែលគ្មានខ្លឹមទោះបីជាយើងប្រមូលផ្ដុំគ្នាក៏នៅតែជាមនុស្សដែលគ្មានខ្លឹមហើយមិនស្រួលគ្មានខ្លឹមហើយគាត់ខ្លាចទៅជាបន្ទុករបស់មនុស្សនៅចំណោមនឹងទៀតហើយមានអ្នកខ្លះគាត់ថាអត់ដឹងរស់ដើម្បីអីពេលខ្លះនៅពេលដែលគាត់សង្សារគាត់ដៃចិត្តទៅគាត់មិនដឹងថារស់ដើម្បីអីបងអាចរស់ដើម្បីសង្គមនេះបានបងអាចរស់ដើម្បីគ្រួសារនេះបានសង្គមនេះកំពុងតែត្រូវការបងនៅកំពុងតែជីវចលករនៃកម្លាំងសក្តានុពលនៅក្នុងការអភិវឌ្ឍហើយចុះបើបងកំពុងតែបែកញែងហើយយើងគិតមកទៀតអញ្ចឹងតាមសង្គម Facebook យើង social media ឥឡូវគឺត្រូវការបងចែករំលែករឿងល្អៗច្រើនមិនបើចេញមកវ៉អេទេបាទមិនបើចេញមកស្ដាយរឿងដែលអត់ប្រយោជន៍ឯច្រើនហែកខ្លួនគ្នាហើយបងចែករំលែក share ឡើងវាទៅជាការបំពុលទៅវិញអញ្ចឹងយើងត្រូវការសកម្មភាពបែបហ្នឹងសកម្មភាពផ្សេងទៅដោយតែជាការចែកមកខ្ញុំនៅឡានមយុរាតក្រូចនេះដែលបំដេដាក់ឈ្មោះមយុរាតក្រូចដោយសារគេដោយសារតែមយុរាវាចិត្តផុតពូជហើយស្ទើរតែមិនដែលឃើញវាទៀតអញ្ចឹងមានន័យថាអ្នកដែលអានសភៅតាមទីសាធារណៈអ្នកដែលកាន់សភៅនៅស្រុកខ្មែររបស់យើងមិនសូវជំនាញប្រមាណទេមិនសូវជាពេញនិយមទេហើយបើយើងកាន់សភៅមិនស្រួលគេថាយើងចូលទៀតក៏មានដែរអញ្ចឹងយើងត្រូវចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតនេះឡើងបងប្អូនទៅបរទេសនៅក្នុងឡានក្រុងក៏គេកាន់សភៅនៅកន្លែងផ្សេងនៅចំនួនទីសាធារណៈក៏គេកាន់សភៅអញ្ចឹងយើងទាំងអស់គ្នាហើយដែលជាបងប្អូនដែលជាប្រជាជនសិតតែជាកម្លាំងក្រោយនេះហើយដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរពីផ្នត់គំនិតខ្លួនឯងទៅអញ្ចឹងបងប្អូនឥឡូវនេះចូលដល់កម្មវិធីបន្តទៀតផងមុនបងប្អូនស្ដាប់មកទៅដូចជាប្រសាសន៍របស់បងដីពីរស់ទេមានឲ្យជារស់ទេអញ្ចឹងដើម្បីឲ្យតាំងតែមានឲ្យជារស់ឲ្យតាំងតែមានការគិត
ស្ដាប់ហើយមានគំនិតមានបញ្ញាភីស្វាងតទៅទៀតខ្ញុំប្រកាសណាសូមរតនានិមន្តសម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណពុនសែនគណៈមហានាការនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តរាជបុរដើម្បីបានផ្ដល់ឱវាទដល់អង្គពិធីទាំងមូលសូមរតនានិមន្តខ្ញុំប្រកាសណាសូមបងអនកាយវាចាចិត្តថ្វាយបង្គំនឹករលឹកចំពោះប្រជុំ3នៃបរតនត្រ័យគឺព្រះពុទ្ធមួយព្រះធម៌មួយព្រះសង្ឃមួយដែលជាកែវដ៏ឧត្តមឧត្តមខ្ពង់ខ្ពស់បំផុតនឹងរកកែវអ្វីដទៃណាក្នុងលោកនេះយកមកព្រៀបផ្ទឹមឲ្យត្រឹមស្មើពុំបានហើយដោយត្បូងសេចក្ដីស្វាដោយសេចក្ដីគោរពសូមចម្រើនពរលោកប្រធានរបស់ទេសចរអំណាចលោកអុកវ៉ាន់ដេប្រធានទេសចរព្រមទាំងក្រុមការងារគ្រប់រូបព្រមទាំងញោមមានបរិស័ទជាបាសកបាសិកាទេយៈទេវិកាពុទ្ធមាមិត្តជនទាំងឡាយព្រមទាំងសាសាសាវិទ្យាល័យ10មករាវិទ្យាល័យអង្គរវិទ្យាល័យហ៊ុនសែនសៀមរាបទាំងអស់គ្នាក្នុងថ្ងៃនេះមានវត្តមាននៅសួនអត់ទីដំព្រះពុទ្ធបដិមាពីព្រះនាងជ័យនឹងចោមព្រះនាងជ័យនឹងចោមនេះមនុស្សច្រឡំថាមិនជាពុទ្ធទេសំបោកែតម្រូវនេះជារូបពុទ្ធបដិមាស្នំអង្គនៃព្រះសមណគោតមបរមគ្រូយ៉ាងនោះមើលទំនឹកមនុស្សចេះតែយល់ទៅផ្សេងដែលគេហៅព្រះនិជ័យទាំងចោមនោះគេហៅតាមឈ្មោះម្ចាស់នេះដែលកសាងទេតែរូបពុទ្ធនេះជាបដិមាស្នំព្រះសម្មាសម្ពុទ្ធជាបរមគ្រូនិយាយក្នុងកម្មវិធីថ្ងៃនេះគឺលោកអុកវ៉ាន់ដេប្រធានទេសចរព្រមទាំងក្រុមការងារគ្រប់រូបទាំងអស់បានបើកកម្មវិធីអានសៀវភៅមួយនៅកន្លែងព្រះនិជ័យនឹងចោលក៏ជាពេលវេលាដ៏គួរឲ្យរីករាយសប្បាយរំភើបក្នុងចិត្តគ្រប់គ្នាទាំងអស់បណ្ណាសមាជិកលេងមើលទៅមុខរបស់សាសនាទាំងអស់ដូចជាក្រៀមមិនញញឹមទេដោយសពុទ្ធពូនបានត្រូវកែទឹកមុខឲ្យរីករាយសប្បាយកុំឲ្យដូចជាពាក្យចាស់បុរាណលោកថាបើត្រង់ទៅស្ដាប់ទេមុខស្រមេះដោយសត្វស្វាមុខមិនថ្លាដូចមើលរឹបធ្វើមុខឲ្យរីករាយឡើងក៏កុំឲ្យវាប៉ះទៅលើពាក្យបុរាណនោះតែទីណាក្នុងកម្មវិធីនេះអាត្មាភាពក៏បានទទួលនិមន្តលោកជាអ្នកម្ចាស់កម្មវិធីនេះមកចូលរួមដើម្បីនឹងផ្ដល់ជាមតិយោបល់គំនិតដែលញោមញាតពុទ្ធបរិស័ទគ្រប់រូបជាពិសេសគឺសត្វានុស័ក្តិគ្រប់រូបទាំងអស់ដែលជាទំពាំងស្នងឫស្សីអូនេះសត្វជាទំពាំងស្នងឫស្សីហើយសៀវភៅដែល
លោកបាននាំយកមកតម្កល់ក្នុងទីនេះគឺសិភៅនេះច្រើនមានអឺរ៉ុបផងមានអាមេរិកផងមានចិនផងមានខ្មែរផងលោកអ្នកដែលសរសេរក្បួនច្បាប់ឲ្យយើងរៀននេះបានថាជាទីប្រជុំរបស់អ្នកប្រាជ្ញបណ្ឌិតទាំងអស់នៅលើលោកនេះព្រោះលោកអ្នកប្រាជ្ញបណ្ឌិតអស់ខ្លះក៏លោកស្លាប់បាត់បង់ជីវិតទៅហើយក៏នៅសំណេររបស់លោកក៏ដែលយើងអាចអានទៅយើងមានចំណេះចិត្តដឹងពីសំណេររបស់លោកប្រជុំអ្នកប្រាជ្ញទាំងអស់ទុកដូចជាអ្នកប្រាជ្ញទាំងអស់ហ្នឹងលោកមានវត្តមាននៅក្នុងទីនេះដែរបើសិនណាជាយើងគិតព្រោះលោកអត់បានអញ្ជើញមកទេព្រោះនៅរយៈឆ្ងាយលោកខ្លះក៏បាត់បង់ជីវិតអស់ហើយលោកខ្លះក៏មានជីវិតរស់នៅប៉ុន្តែបាននាំយកសភៅនេះមកជាគំនិតរបស់ព្រះលោកជាច្បាប់រកព្រះលោកពំភ្លឺផ្ដល់នៅចំណេះវិជ្ជាចេះដឹងដល់មនុស្សទូទៅនៅលើសាកលលោកនេះដូចជាពុទ្ធសាសនាដូចគ្នាដែរព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់បរិនិព្វានកន្លងផុតទៅហើយប៉ុន្តែមានពាក្យទូលមានព្រានបដៅរបស់ព្រះអង្គតម្កល់ទុកនៅសប្តាហ៍នេះគឺគម្ពីរបត្រៃបិដកគម្ពីរបត្រៃបិដកនឹងជាពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដែលលោកសម្ដែងអស់រយៈកាល45ឆ្នាំព្រះសម្ដែងធម៌45ឆ្នាំទុកឲ្យមនុស្សទាំងឡាយទូទៅនឹងសិក្សារៀនសូត្រដើម្បីនឹងអប់រំកាយវាចាចិត្តរបស់ខ្លួននឹងឲ្យបានចេះដឹងបំបត្តិនៅសេចក្តីអាក្រក់អូនដែលកើតឡើងព្រោះសេចក្តីអាក្រក់នេះវាជាប់តាមកំណើតរបស់យើងមកយើងកើតមកអាពួកកិលេសហ្នឹងអំពើអាក្រក់នេះជាប់មកទាំងអស់គឺអំពើអាក្រក់នេះដែលយើងអាចបន្សាបអាចរំលាត់វាទៅបានដោយសារសិក្សានៅពុទ្ធសាសនាគឺពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធណាប្រទេសទាំងអស់ដែលកាន់ពុទ្ធសាសនានៅអាស៊ីអគ្គនេយ៍យ៉ាងនេះមានតែប្រទេសកម្ពុជាយើងមួយទេដែលរាជរដ្ឋាភិបាលលោកបានសរសេរនៅក្នុងច្បាប់កម្ពុជាថាពុទ្ធសាសនាជាសាសនារបស់រដ្ឋប្រទេសដទៃទៀតមិនមានទេថាយ៉ាងម៉េចបានជារាជរដ្ឋាភិបាលព្រះរាជាដែលលោកយកពុទ្ធសាសនាមកសរសេរថាពុទ្ធសាសនាជាសាសនារបស់រដ្ឋគឺសម្រាប់ដើម្បីឲ្យមនុស្សនៅក្នុងទឹកដីកម្ពុជាទាំងមន្ត្រីទាំងអ្នកមើលអាមាត្យប្រជាប្រដ្ឋអស់សិក្សានៅពុទ្ធសាសនានោះព្រោះមកចា
ព្រោះពុទ្ធសាសនានេះ ពុទ្ធសាសនានេះជាសាសនាដែលមានសិលធម៌ចរិយាធម៌មនុស្សធម៌សពបែបសពយ៉ាងដែលជាពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធជាបរមគ្រូណាយើងទាំងអស់គ្នាយើងដឹងហើយថាពុទ្ធសាសនាជាសាសនារបស់រដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ទាំងមន្ត្រីអាមាត្យអីទាំងអស់រាជការប្រជាប្រដ្ឋសិក្សាពុទ្ធសាសនានេះពោលដើម្បីនឹងបន្សាបកាយវាចាចិត្តឲ្យសាបស្ងប់ទៅកុំឲ្យប្រព្រឹត្តអំពើអាក្រក់ហ្នឹងនេះមានខ្លឹមសារសំខាន់បំផុតដូចជាសុភៅនេះក្តីក៏ជាពាក្យទូលមានព្រានបដៅរបស់លោកអ្នកប្រាជ្ញបណ្ឌិតដែរសត្វតែលោកមានគំនិតល្អសរសេរប្រាប់យើងគ្រប់គ្នាបើយើងអានគ្រប់គ្នាទៅយើងនឹងអាចមានចំណេះចេះដឹងផ្ដល់នៅអ្វីដែលយើងមិនដឹងនោះឲ្យយើងដឹងតាមរយៈសៀវភៅហ្នឹងសម្រាប់ពុទ្ធសាសនាលោកថាលក្ខណៈរបស់បណ្ឌិតមនុស្សដែលអាចទៅជាបណ្ឌិតបានប្រកបដោយធម៌4យ៉ាងបើមិនមានធម៌4យ៉ាងទេมันអាចទៅជាបណ្ឌិតបានទេទី1បាលីថាសុត្តៈប្រែតការស្ដាប់ទី2ចិនទេសស្ដាប់ឲ្យហើយត្រូវគិតត្រេះរិះពិចារណានៅអត្ថបទដែលខ្លួនអានហ្នឹងបើសិនណាយើងគិតឃើញយល់ហើយក៏ឈប់ទៅបើមិនយល់ត្រូវស្វែងរកលោកអ្នកចេះដឹងឲ្យលោកបញ្យល់នៅអត្ថបទដែលយើងអត់យល់សុត្តៈគឺស្ដាប់ចិនបាត់ទៀតในទី2គឺចិនទេសៈបើសិនណាយើងគិតទៅយល់ក៏ចប់តែបើមិនយល់ត្រូវរកអ្នកដែលចេះដឹងសាកសួរឲ្យគេបញ្យល់ថាពុច្ឆាសាកសួរយើងណាដល់គេបញ្យល់យើងយល់ហើយត្រូវលិខិតៈត្រូវកត់សម្គាល់ហើយយើងកត់ដោយតួអក្សរអក្ខរៈឬក៏យើងកត់ដោយសតិសម្បជញ្ញៈរបស់យើងយើងចាំបានអានេះគេហៅអង្គ4ទី1គឺស្ដាប់ទី2គឺត្រេះរិះពិចារណាទី3គឺបិច្ឆាសាកសួរគ្នាណាហើយទី4កត់សម្គាល់ជាលក្ខណៈរបស់បណ្ឌិតគេសរសេរជាអក្សរកាត់សុចេពុលីឲ្យងាយចាំនេះជាច្បាប់លោកប្រាប់ថាបើយើងខ្វះធម៌4យ៉ាងនេះទេมันអាចទៅនិចេះទាំងបានទេព្រោះនេះជាអង្គរបស់បណ្ឌិតតែសុចេពុលីវិនិមុតអ្នកដែលរួចផុតចាកអង្គ4ទោះបីខំប្រឹងរៀនផ្ទួនมันអាចធ្វើខ្លួនឲ្យចេះឡើយលុះតែប្រកបដោយអង្គ4ទើបខ្លួននឹងអាចឆ្លងដល់ត្រើយវិជ្ជាខ្លួនមានហើយអាចទីពឹងបានទៅហើយតែព្យាយាមកត់ទៅទើបយើងនឹងទៅជាអ្នកប្រាជ្ញចេះដឹងបានអានេះជា
អិរិយាបថជាគំនិតរបស់អ្នកប្រាជ្ញយើងទាំងអស់គ្នាត្រូវបើចង់ឲ្យខ្លួនយើងទៅជាអ្នកប្រាជ្ញចេះដឹងត្រូវមាន4យ៉ាងហើយខំព្យាយាមរៀនសូត្របើយើងមិនបានគិតថាសភៅដូចជាមានតម្លៃអីទេបើដល់គេយល់បញ្ញាទៅសត្វតែអ្នកប្រាជ្ញរាប់រយដូចជាអ្នកប្រាជ្ញកើតមកផ្ទាល់យ៉ាងឯងសភៅកើតមួយគំនិតដូចច្បាប់ខ្មែររបស់យើងមានអ្នកប្រាជ្ញច្រើនណាស់ដូចព្រះអ្នកភិរមភាសាពូងុយនឹងក៏ជាបណ្ឌិតសេសតកម្រាបកាភ្លោងដូចអ្នកអញ្ញាសដន្ប្រៃជាអិនជាដើមសតតែអ្នកកវៃនិពន្ធប្រកែក៏ប៉ុន្តែយើងអត់ដែលបានមើលតែកុកខ្មែរណាបើឡើយបានគេដាក់យកមកឲ្យមើលគេបញ្ផុសគេបញ្យល់យើងគ្រប់គ្នាត្រូវយើងមានចិត្តមានគំនិតចង់រៀនចង់សូត្រចង់អានណាដើម្បីឲ្យខ្លួនយើងទៅជាអ្នកចេះដឹងអ្នកមានបញ្ញាជាប្រជាបរិទ្ធជាធនធានរបស់ប្រទេសជាតិណាកាលណាបើប្រជាបរិទ្ធទាំងអស់มันមានចំណេះចេះដឹងទេថាប្រជាប្រដ្ឋដែលអត់មានធនធានទេណែទៅជាមនុស្សល្ងងហើយកាលណាទៅជាមនុស្សល្ងងជាសត្រូវរបស់ពុទ្ធសាសនាទៀតពុទ្ធសាសនាជាសាសនាដែលសាងមនុស្សឲ្យឆ្លងផុតពីសេចក្តីល្ងងគឺបញ្ញាហើយយើងអានសភៅនេះក៏មានបញ្ញាបណ្ដោះបញ្ញាដល់យើងដែរហើយបញ្ញាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាខ្មែរយើងនិយាយថាបញ្ញាថាប្រាជ្ញាគ្រប់តែគ្នាប៉ុន្តែមិនបានយល់អត្ថន័យពាក្យតែថាបញ្ញានិងប្រាជ្ញានឹងទេបញ្ញានិងប្រាជ្ញាជាភាសាបាលីសំស្ក្រឹតប្រែជាខ្មែរថាសេចក្តីដឹងស្គាល់របស់ទូទៅទាំងអស់ជាទូបញ្ញាអ្វីដែលយើងមិនស្គាល់គឺអត់មានបញ្ញាទេត្រូវរៀនត្រូវសួរគេតទៅទៀតនេះជាទូបញ្ញាហ្នឹងបញ្ញាហ្នឹងជាពន្លឺសម្រាប់មនុស្សអ្នកណាមានបញ្ញាអ្នកនឹងដូចមានដុំពេជ្រនៅក្នុងខ្លួនចឹងហើយណាទោះបីកប់នៅឯណាក៏គេតាមរកទៅតែឃើញនេះដុំពេជ្រមានតម្លៃចឹងអាស្រ័យនេះយើងទាំងអស់គ្នាតែកើតជាមនុស្សនេះត្រូវតែខំសិក្សាស្វះស្វែងរៀនសូត្រដើម្បីឲ្យចម្រើនបញ្ញាតែយើងខ្វះការរៀនសូត្រជិលរៀនជិលសូត្រឲ្យมันមានទេបញ្ញាដល់យើងហ្នឹងនេះសូមឲ្យសាសនាសិស្សទាំងឡាយហ្នឹងយល់ដឹងចឹងសម្រាប់ពុទ្ធសាសនាហ្នឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកសំដែងប្រាប់ព្រះមនុស្សឲ្យយល់ដឹងពុទ្ធដីកាព្រះអង្គសម្ដែងមកកន្លែងសម្ដែងចំប្រាប់យើងមកនោះថាអ្នកមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរព្រោះនេះជាពាក្យរបស់ព្រះពុទ្ធលោកសម្ដែងបើមិនមានបញ្ញាទេសំបីមានទ្រព្យក៏រស់នៅមិនបានដែរព្រះពុទ្ធលោកសម្ដែងអញ្ចឹងអ្នកមានបញ្ញាទោះបីគេមិនមានទ្រព្យសម្បត្តិមានតែខ្លួនមួយក៏គេរកទ្រព្យសម្បត្តិបានគេយកបញ្ញាគេទៅដោះដូររកទ្រព្យរកសម្បត្តិបានតែអ្នកដែលអត់បញ្ញាទេសំបីមានទ្រព្យមានសម្បត្តិប៉ុណ្ណាក៏រស់នៅមិនបានដែរនេះព្រះពុទ្ធលោកសម្ដែងប្រើឲ្យយើងគិតមើលទាំងអស់គ្នាទៅអញ្ចឹងមែនទេព្រោះអ្នកដែលអត់មានបញ្ញាអត់មានបញ្ញាគឺមនុស្សល្ងងណាបាទនិយាយខ្លីគឺមនុស្សល្ងងដូចជាខ្លះត្រកូលម៉ែឪមានទ្រព្យមានសម្បត្តិទុកឲ្យ
đầy sài đầy chụp cao ít miền bạc miền ỏi và nó luôn là mòn còn mày ở cái nấu bò thì phô pra ở trên môi ta nông cượtก็เกิดสลับบัดบางชีวิตเอาเติมเมียนน่าจัดแจงเอาเยอะอัดเตะเราพลุนเยอะเนี่ยจัดแจงไม่ละงองอัดดังเธอไอเตะผมดังเธอไอตะบานบายนะบานมโหนะบริโภคมันจะไม่ลดเกจะลดได้แสดได้จำกาโยมาติ้งบายสี่ตรังนะมั้งลดอยู่ต้องเอาให้เกนั่นก็เลยจำกาคลาเคยจะมีล้านเน้นโมโตชีจ่องบานล้านโมโตมาชิงเกปันอัดกระถาล้านน้องโมโตน้องเวียสีสังสำหรับคือเนี่ยเมียนเกเมียนพระวิกาเมียนพระที่โจประจำทั้งไงที่ยกพระตัวติงสังติงเปรงมาจะล้านจะโมโตคือสำหรับคนไอเมียนน่ะตัวติงล้านติงโมโตบานมอสเราเปล่งจะสังฆะมาโตมอเรานั่งตบานไอตินาจะเมียลุโกเมียโกลุมาร้องมวยยังมาติงเปล่งจะลานจะมาโตพอนี้สิ่งใดละงงเฮ้ยไปอ๋อแต่อยู่ตาโกก็อ๋ออยู่ตาล้านก็วิจารอามาโตก็จักก็จอลังอ๋ออันตรายเตรียบอ๋อลิงอ๋อนี่สิ่งใดละงงคืนที่เมียนจังทั่วโดยเกแต่อัดก็ทลานสีเปรย์พอโตสีเปรย์เกเนี่ยเมียนไปยังเมียนพระเกโฮโจลประจำทั้งหลายที่ยงมาติงเปรย์ไอ้นั่นเยอะอันนี้เธอไอ้ก่อนนี่ละงงสิ่งใดละงงของบ้านมนุษย์นี่พอปนเราสำแดงปราบแต่เนี่ยเมียนอัดปัญญาเตสมเป็นเมียนเตรียมก็ร้อนน้ำมันโยเตรียมตัวสีใจปอแลรำจริงเปลี่ยนเลยอ๋อสำหรับบางทีเนี่ยเมียนปัญญาบางทีเช้ากินโลได้มากันเลยนึกจะโยประทายได้น้องโมเป็นรีเจลบอโรฮะแต่เป็นรีเจลบอโรนั่นจังปัญญาแล้วเรียกเข้าคะแนนจังนี่พอปนเราสำได้ไงเฮ้ยเราสำได้มวยเตียนในย่างที่เราทาเนี่ยได้ละง่องอัดปัญญาหายสมไปชีวิตได้รอดเน่านั้นก็มันปานศพได้ชีวิตนั่งจูบนั่งสึกได้ตกสึกได้เศร้าสึกได้สักสู้สึกได้ทนั่งทนะนองชีวิตได้รอดเน่านั้นอัดเมียนเปรี้ยสบายเด้ปีปล้นเราตรับสมัติเจมทวนไอ้พ้องประได้พ้องปุปนโกมอเราแบบว่าเราประคว้าบานประคว้าละเงียบบานไงในคว้าสายที่ชีวิตกระตกอัตมาสอบเต็มนี่ปุปนเราสนใจพรังหรือไอ้มนุษย์ได้ละง่วงนั่งสลับให้อรุยกลุ่นได้เรียกตัวการอบายเตียนเมียนตกโตตั้งปีชีวิตได้รอนเนื้อรอหดสลับไอ้บ้านตึงออกเนี่ยบ้านยอดได้ท่าเจ้าไม่ก็กระนั้นละง่วงก็ตอนสลับตัวการอบายตีเรียกการอบายตีถ้ายังไม่ต้องมันละง่วงนั่งปกเปรตปื้ไปเจริญปกเปรตปื้บาปแต่เราบริโภคกรบไอ้รวยเก่งก็รวยเนี่ยอันนั้นเปิดปากบอกพระเกโยเตระประสวะเขาบอกพระเกศจะสำหรับสัตว์โยมมันเช่นชีวิตนั่นองเนี่ยแล้วสัตว์เปิดตัวเจริญเชื่อกายโยอาละบอลสำหรับสัตว์นั้นเมาช่วยชีชีวกรรมที่สำหรับมันสำหรับที่ชิริโกไอโลนะอันนั้นไอ้แต่สำหรับไอ้ตัวการอบายที่บานในธรรมนุ่งละงวงคือเมียนตกตั้งปีชีวิตรอนแล้วนั่งรอโหดđó luônสลับเท่าอร่อยกล้วนเลยนี่เชี่ยพุทธศาสนาแต่พระพุทธเราสำแดงตรังนั่งพอเนี่ยธรรมะสำแดงปรับที่สิ่งใดละงวงบัดเดตึกออกเนี่ยออกรีนออกโซเต้นั่งเทเลเท่าเรื่องนั่งไอเราวิเราบอกเนี่ยต้องออกเนี่ยเชื่อวิได้กำปงแต่ศึกษาเราซ้ำโยกวิเชียจำแนกไอ้ตา
với chi vết là bao dương thì ở khá đây chỉ con á đây chỉ dụ vợ vây nha rồi có ma rây này Krương ti phân chi vết là bao phần dương lô ở cục này mà đáy cỡ rộng trìm ai Krương ti phân chi vết là bao phần dương ti mũi cứ sầm quật khó ảo ti phí mà hộp bài sầm lò ti bấy kia hạ than kia sầm bài ti 4 năm chia bà rổ này của con lục vào tàu vượt thổ buồn giang tầm rau cà trăm bách sầm rạp chỉ bên mình nó ót bán đấy bỏ rau tại miền là bao buồn giang mình phải phía xa Phậtศาสนาโลกาไปใจบุญโยมเย็ดการพุทธศาสนาอ้อยแต่ลือแต่ไปใจบุญแต่เรากาปราแต่ประสงค์แต่เนี่ยตั้งแต่คนไอ้เนี่ยเรากาเลยเนี่ยไอ้สาวไปใจนั้นก็ลูกสมได้ท่าเชี่ยให้ไปใจไปแต่เชี่ยให้พอได้พูดสิ่งใดละอ้อยการล้างผมบัดเอาสิ่งใดอันตรายชีวิตบอมโนตอัดระบอบบุญยางอัดล้นเอาบานเตยังเมืองยังเคยเนี่ยมโนได้นะดาวสลาไปกูเด็กกระบายนี่ไม่จำบ้างเลยหรอจำบ้างตระตามีนยังหรอไม่ประโยชน์เป็นบนมอเนี่ยเอาแค่นี้เอาได้บางเกิดเองไปเลยมาโฮบอาหารยังเกิดเมื่อมาเนี่ยน่าแต่มันบริโภคมาโฮบอาหารอันนั้นตำราการจำไปเฮ้ยมาโฮบอาหารสักได้ใส่เลียนนี่ยืงประเปียถ้าใส่เลียนแต่พอพ้นลูกทาเชียโรคเขานะแล้วทาชิกชาปะรมาโรคเกียเมียนโรคไอ้ได้กายสาหาวไปโรคเลียนเนี่ยเฮ้ยยืงทาเตโรคเอดโรคมหาริโรคอะไรแบบเชียโรคทวนแบบสลับมโนแต่โรคต่างอันเนี่ยแต่เกิดโรคนั้นอัดกายเจนะปออัดเพื่อไอ้กายเด็กสลายทงทงแล้วเกรยย่อยแต่โรคเลียนเนี่ยแต่เคลียนนั้นกายเตียนได้ลุยได้พลันตรับว่าคนที่สับแบบสยามเพื่อเอาเชลาจอลเราพนองสระพนองพุ้งเด็กอ่านคุยมันสอบน้องบอกจ้ะเนี่ยอันนี้เกิดไอ้เรื่องสระเนี่ยพุ้งเตียนไปโดยที่ทางเตี้ยสมัยยังอาตมาอธิบายก็ตรูแต่มันลมเอ็ดไอเบนชายเนี่ยบอกเคยจะตรูก็อายุเลยเตี้ยสมัยที่ยังเมื่อวันนี้นะได้ตัวเด็กกันดาวเวียกเรามาลุกถือกรอยังไม่กงเมียนแต่ซอดดองสมบ่ซอดเราใส่ถ้วยต้มถ้วยไอ้บัดบังเน่าเต้าจมโรคนะชื่อว่าอร่อยจริงนั่นนะได้ตัวเด็กกันดาวทั้งไอ้ฮาร์เวียฮาร์จออัดเตปไอ้นำเชียบาโรแต่ชื่อให้รอดรอตนำได้นะชื่อได้เอาไปเชียอัดเมียนเนี่ยธรรมะส้มผมพลื้ไทยในดาวซาโนซาตันออกพอยอดกับคนนี้ตำเราการจำไปตอนนี้ต้องออกคนนี้ออกได้ดันเดะเพราะไม่เอากระโรลบอกบุญยางตรีมเชื่อมยังรวยอาหารนี่นะเจ้าตัดสลีเต้าขอเอาเจ้าตัดบอลโพกใบเต้าเตี้ยสบายเน่าเต้าชื่อเมียนรับอันกระทานนั้นก็ติดใส่เดี๋ยวบอกลำบากตอนนี้โลกพวกนี้มันได้ก็ตรีมาสำหรับยืนได้เชื่อโกนระบอกกันการเงียระบอกยืนจำปมกคือการศึกษาเรียนสอนแต่ไปหนึ่งสังสรรค์เอาจำในวิเชียนเอาปัญญาไอ้การละเราอุ่นยืนเพราะในการในจำไปกำพัดพอพ้นลูกสมได้ถ้าไปยืนรอเนาไอ้รอเนาโดยสติสัมปชัญญะสติคือระลึกบางเคยเดินสัมปชัญญะคือสิ่งใดเดินกลุ่นเมนเจตรอเต้าดอกต่างหามเจ้าเลยนะเจตดอกต่างหามเจ้าเจรอเต้าหนึ่งอัตประสาเต้พุทธศาสนาพระพุทธโลกมันศาสรวมแล้วได้เมียนสติสัมปชัญญะยิ่งดังถ่านแล้วนะอันเชื่อไว้
แล้วอันจะยุบไว้ก่อนระบาโลกุกแกมาได้การเงียระบาอันคือศึกษาเรียนโซดยกจำแนกไปจีอันนั้นตีโมยเราดังขลุ่นจ้ะไปพัดไปเรียนโซดไอ้ฉลองเราวิ่งกันด้านเราเตียนเราเต้าจะใส่ถ้าบอกเพราะเราดังถ้าขลุ่นอันยังเต้าจะไปได้แก่สไลยังเต้าจะประปวนแก่อันนี้สเตสัมปัจจัยดังจ้ะตำนานชีวิตไปจะแต่ประเทศเพราะได้สมอัตมาสมปราบอย่างไอ้เมียสติสัมปัจจัยเมนเอาแต่ยุเวไว้ยังแต่นั่นเปวิเลียไปกันลองเท่านั้นอะไรต่อเต้าเชื่อไปได้กี่ให้เต้าเชื่อประปวนกี่ให้เต้าเชื่อไม่เอากี่ให้ไม่ครูสามวยจีระนั่นไปอย่างไปบังไม่ครูสากี่ให้เต้าเชื่อไม่เชื่อเอาเชื่อมีกี่เต้าเชื่อยัยตากี่เต้าตำนาชีวิตไปเช็ดตะริงเต้าว่ายังอัดดังแต่ยังเมียนเตรียมขลุ่นเอาไว้แต่อัดเมียนเตรียมขลุ่นเอาไว้แต่ในบุคคลรอเราโดยสติสลับซึ่งเมียนักเจ้าตะคามดอยเชนโจอะไรสติว่ายังเมียนสติก็ยังเตรียมขลุ่นต่างครบกาครบวิเลียต่อตัวบุคที่สำคัญผมพอคือยังนั่งให้ได้เชี่ยตุ่มเปียงสนองตัวใส่เชี่ยเนี่ยแท้ระซาปฏิเชี่ยตึกได้หรือว่าพันยืงเนี่ยหน้าแท้ระซาไม่ได้ยืงนั่งให้นะบอกสมานแต่จ้านั่งไม่เอายืงลูกเราแท้ระซาเช่นยังแต่ยังงบปันกันงบอันเป็นอันนี้เราเตรียมกลุ่นทำผมพอแต่การนาเกิดงบอันแต่เราเว้นยังไงนั้นยังรับรองทั้งอ่อนเชื่อเป็นสายคือแพร่สาปฏิเชียนเมียตกหุ่มมาเยอะนะเมียนากาเปียเยอะจังมันจังนะเราตัดเปิดเลยเปวิเลียเวดอลไลไอ้เมื่อโดยเชื่อมันไตรเดชกาจ้ายังเคยหายโลกเนี่ยมันม้วนจักเจริญไอ้ก็ชกกับสมรานิวัตแล้วทำไมไม่บอกเลยจำนวนกันนะไปสำหรับยังเท่ากันนี้นั่นจังมันดังเชียนนาเต้าเจียไว้แต่บางยังเมียนจำในไปเชียกว้างเราปริญญาบัตรอนุปันเดินยังเมียนสมัติเพียบกรบกันยังเพื่อไอ้มาบ้านได้กี่แต่อันจังคือยังก่อสร้างชีวิตเพียบครัวซายังก่อสร้างชีวิตเพียบครัวซายังไอ้บ้านคมกันแล้วที่ยังก่อสร้างเชียดได้ยังเมื่อเราขนมภูมิมวยครัวซานั่นคือเมียนเตะมอเมียนวิลาไอ้ครบตะกันเนี่ยแต่ครัวซาภูมิน้องเมื่อจะทำทางไงก็ได้ช่วยก่อสร้างประเทศมันจะไหนอย่างนี้นะอันนี้สำคัญมากๆคือปรับไอ้ดังกลุ่นอย่างกองเชียตรอเน่าแล้วเมียนจากที่ทวยกาเปียติดได้เมียตกหุ่มประเทศเชียไอ้จำนวนยังเนาจะอยู่ไว้นั่นแต่จ่านั้นก็งอกออกเนี่ยนาจากตัวซ้อจางงอกออกแต่การงอกเอาเวนได้ยังงอบ่ยังบานดังกลุ่นยังเตรียมกลุ่นยังตกกันคือถ้าอัดทอดเตรียมกลุ่นยังตกคือเตรียมเราละออกนุ้ยยังครบให้ยังสนายหาเจียนนั่นยังไงไอ้ตั้งออกเนี่ยดังแต่ขนมเชียนน้องเมียนไอ้ได้ขนมเชียนนะว่าเมียนเอซาเมียนซาตุ่มนิ่มตะลับปะไปนี่สำลีปะเปียศิลปะโลดนันตรายสอบแบบนั้นเชี่ยอลังการมาเชี่ยตั้งเอาบ่อหายก็เชี่ยอักราดไอ้บ่อัดเมียนไอ้เตะนั่นเรื่องราวชรานั่นไงนะอาตมาอย่างนี้นี่เป็นยอดลำไปบานดังนั่นเนี่ยแต่เมียนปัญญาเนี่ยระลึกแล้วหนึ่งเตรียมกลุ่นไหนเตรียมกลุ่นตัวตู้เลี้ยวเป็นตุกไกกางเงี้ยแทรซากาเปียตึกได้ปุยซาระบาปัญญาไง
ឲ្យបានគង់វង្សថាទេល្អពួកយើងទាំងអស់គ្នានេះណាគេថាជាមិត្តរួមនឹងគ្នា3យ៉ាងមនុស្សនៅលើទឹកដីកម្ពុជាមិត្តរួម3យ៉ាងមិត្តជាភាសាបាលីថាមិត្តសេមិនឹងតអានមិត្តប្រែជាខ្មែរថាអ្នកដែលរួមសុខរួមទុក្ខចិត្តស្និទ្ធនៅជាមួយគ្នាហ្នឹងម៉ែឪជាមិត្តរបស់កូនស្វាមីភរិយាជាមិត្តនឹងគ្នាគឺរួមសុខទុក្ខជាមួយគ្នាហើយបណ្ដាមនុស្សដទៃទៀតដែលយើងស្រឡាញ់គ្នាទៅក៏គិតថាជាមិត្តរាប់អាននេះមិត្តរួម3យ៉ាងនេះទី1គឺមិត្តរួមជាតិគឺយើងជាខ្មែរដូចគ្នារួមខ្មែរដូចគ្នាទី2ជាកម្ពុជាបុត្រជាកូនអ្នកកម្ពុជាទី3ជាខេមរៈបុត្រអាចជាកូនអ្នកដែលមានសេចក្តីក្សែមនៅក្នុងទឹកដីកម្ពុជានេះទាំងអស់គ្នានឹងមិនមែនអ្នកកន្ទៀតដតីទេតែសត្វតែពូជពងវងត្រកូលជាមួយគ្នាទាំងអស់នេះអាត្មាសុំបញ្ជាក់ហ្នឹងដែរតែពីមុនមកអ្នកទាំងអស់គ្នាអត់ដែលបានគិតយ៉ាងទេគិតថាអ្នកសៀមរាបក៏ផ្សេងទៅអ្នកប្រទេសមានជ័យឧត្តមមានជ័យកំពង់ធំបញ្ចាំសត្វតែផ្សេងដូចគ្នាតែថ្ងៃនេះអាត្មាសុំបញ្យល់ថាផ្សេងតែខេត្តទេតែឈាមជឿពូជពងវងត្រកូលជាមួយគ្នាបើនិយាយឲ្យងាយយល់មនុស្សតែនៅលើទឹកដីកម្ពុជាមុនដំបូងតែគេក៏ពូជតែទេចាស់ពីដើមក៏មានកូនច្រើនខ្លះកូន7 8ខ្លះកូន2 3ដល់10កូនហ្នឹងណាมันដូចមនុស្សថ្ងៃហ្នឹងហើយគាត់មានកូន7 8កូន2ដល់10ឲ្យដល់កូននោះវាមានប្តីប្រពន្ធដល់កូនមួយបាទប្តីមួយប្រពន្ធកូនប្រមាណទៅទៀតគឺវាចេះតារីចម្រើនឡើងទៅវាជាងអៀនភូមិមួយនៅអត់បានទេត្រូវពង្រីកទៅនៅឃុំមួយហើយយូរទៅឃុំនៅជាងអៀនទៀតដល់ស្រុកមួយជាងអៀនដល់ខេត្តមួយពូជជាមួយគ្នាបានវរីច្រើនកំណើនរបស់មនុស្សចេះតែកើនតែយូរទៅពេញទឹកដីកម្ពុជាទាំង25ខេត្តក្រុងនោះគឺពូជយើងនេះតែវសាយរីកចម្រើនទៅវាពេញប្រទេសនេះអាត្មាប្រាប់ពូជយើងទាំងអស់គ្នាបើមិនជឿឲ្យអ្នកជំនាញខាងទីពិនិត្យឈាមយកឈាមខ្មែរទាំងអស់គ្រប់ខេត្តទៅពិនិត្យមើលទៅគេមើលគេថាឈាមខ្មែរដូចតែគ្នាហ្នឹងព្រោះនឹងរឿងពេតគឺបងប្អូនទាំងអស់គ្នាប៉ុន្តែទៅឆ្ងាយទៅយើងមិនបានគិតថាជាបងប្អូននេះបានបុរាណលោកថាញាតិ7សន្តានញាតិ7សន្តានខ្លួនយើងនៅកណ្ដាលគេក្រោមយើង3លើយើង3ក្រោមយើងកូនយើងចៅយើងចៅទូតលើយើងគឺឪពុកយើងជីតាយើងតាទូត3លើ3ក៏លោកចង់បញ្ជាក់ថាមនុស្សស្គាល់គ្នាបានតែប៉ុណ្ណឹងតើដល់លួចលៀននេះស្គាល់លៀនគឺឡើងនេះស្គាល់គ្នាហើយក៏ប៉ុន្តែវានៅតែខ្សែពូជពងវងតកូលរបស់យើងដែលយើងត្រូវស្រឡាញ់គ្នារួបរวมគ្នាទាំងប្រទេសជាតិនេះបើយើងគិតថាបងប្អូនអរគ្នាគឺប្រកបដោយចិត្តស្និទ្ធមានវិសាសសាសនានឹងគ្នាហើយពេលដែលអាត្មាបញ្យល់ខ្ញុំមានគិតទេស្ដាប់បានយល់ហើយយើងមិត្តនឹងគ្នាគ្រប់ខេត្តដែរប៉ុន្តែអត់បានគិតថាអាត្មាហ្នឹងបងប្អូនខ្ញុំដែរអត់បានគិតទេហ៎ក៏គាត់ចាំបានគិតទេបងហ្នឹងចឹងណាអាត្មាក៏សាច់ញាតិជាមួយនឹងខ្ញុំដែរបងអាហ្នឹងពូជពងជាមួយគ្នាទេតែបញ្យល់ដែរបងនេះសូមឲ្យយល់ថាយើងអរគ្នាជាមិត្តរួមជាតិទាំងអស់គ្នាពូជពងវងតកូលជាមួយគ្នាទាំងអស់ប្រណខ្លះហ្នឹងវាកាត់ចិន
chen mà cái nát mẹ mà cái nát chen mẹ mẹ và lạ cái này tới cả con cả chen và nó còn nào ta xem không ai nó không năng đại rồi giờ cái vô đó cứ trâu bom ồn nọ nên chứ anh ấy mít rôm chia đại vào là do mà sầm đai prat tham mít rồi chẳng ai mà nông thằng ác nông Campuchia này sờ lăn cái này ta phun quăng quăng thời cô là ba phần dự thay ra xa cái này nghĩa khai nam miền từ tua cỏ thana tô pi sai pi kỳ phây pi riêng ngột tự chấm ngon lịch sao ấp chung sang cái này ai lư hái nghĩa khai đợt tây năng sao anh nát sẵn ở cái này prap bong bồn chui lớn sọc này cả tục chạy cháu tôi chui trong đây cái này nó thưa bị bịa cái tiền tới chia prap cả trâu coi ra tôi chui xong rồi cái này cũng cũng đá này chụp tục nó prap nó sạch yên vào chứ và nóทำไมdâyเป็นยอดไอ้ชาวบ้านจังนะผมตีปีคือรวมศาสนาเยอะหมายกันพุทธศาสนาต้องออกจากนี้แค่น้ำต้องเมียนพุทธศาสนาเมียนบวชแม่นารามเมียนประซองโตจะเนี่ยต้องออกไปทำเมียนบวชแม่นารามเมียนประซองเยี่ยมต้องอัดคอกเนี่ยแต่แต่วัดเมียนพระวีเมียนอุปทานศาลาไอ้ต้องออกก็รับประซองเน่าไอ้ต้องออกเมียนกับเป็นเปิดวัดเมียนคลองทวีไอ้ต้องออกไปวัดนั่นเชี่ยพุ่งระบอบประซองโลกกองเน่าสำหรับไปขนมวัดต่างอ้อมเมียนกัมพีกระไตรเด็ดดอกเชียเตะตัวเมียนพริมดาวระบอบปกนะกัมพีกระไตรเด็ดดอกนั้นคือโยมเมียตั้งเนี่ยเจตนาสร้างโยตตะเนี่ยอ้อยประสังโลเรียนอดอโลเรียนเจจำมาโลอบรมบรรทุมกายเวชาจัดบ่พันโลกพ้องก็เรียนอบรมโยมเมียเนี่ยกัมพีพุทธศาสนาเนี่ยอ้อยยอดเมียนสลัดเธอจริยาเธอเมียนเมตตากรุณาดอกเนียนนักเนียเธอบอกผลลูกมันอินจัดระบอบเชียประรัฐขมายมาปฏินี่มันเศร้าทอกเนี่ยเด็กโปรบานอบรมบรรทุมจัดได้กุมปีประตรายไปได้อบรมปีเตียนปีเซลปีเพียวเนี่ยโอ้แต่เนี่ยแค่นาเลยแค่นาจัดอาชีพอะไรมันทอกเนี่ยเด็กนี่เอาแต่ร่วมศาสนาเป็นภาษานาเจียมเยียนพุทธบาษัทอาศักษาปีบพุทธศาสนาเตอคือปกปักเฉียเมียนมนุษย์เธอเสลเธอไอ้คือท่าอนัตสนะเมียนในตาตราประนัยดอกนี้นั่งคณีวันเมียนเนี่ยคลานั้นมันย้อนยศพุทธศาสนาบอกปนลูกห้ามมันอ้อยสำหรับสามเจ้าบรตีโชว์มรุกเรียนเรียนเป็นตึกใดยังจะไม่ก็อะไรเกติยังสำหรับที่บอกบ้าหน้าบ้านในยงเงียดเมื่อคลาสมาเลยจังข้าเจ้าละแล้วดักสลายเรื่องนั้นแล้วยัยปีวินัยหรือว่าประสานกับผู้ปีเขาปกป้องลูกห้ามสำหรับชีวิตสัตว์เดรัจฉานสำหรับตระบัดไปเจติเยบ้าสำหรับชีวิตสัตว์ได้เมียนรูปเรียงกายเชี่ยมนุษย์เราประราชสมไปแต่เนาขนมเกลือแต่มาไทยปีไทยอะได้แต่หลักนำไปออยรูนมดเราประราชเพราะนั้นชีวิตมันเหนื่อยนะอย่างโต้กองพอดในขนมวินัยห้ามจ้ะปันแต่เมียนปูเจ้าปูเปียยองขนมกับนายจังตปัฒนาสำหรับชีวิตประสานไอ้ลูกสมเปียพองบ่ก็ลุงลูกบ่ถึงไม่กลมไอ้ตาเบียบีดเบียนประหารชีวิตสมไอ้ตุกชีวิตโลกเราบางเรื่องบอกว่ารณากรุบมาโชคบายให้เนาตาเบียอัดเลิกเลยเนาตาเราสำหรับเตียนบอกปุ่นลุทาบาปิโคน้องเช่ออกบายไอ้เช่กุนตำบองเช่ฉบับเช่คนเนี่ยไม่อัดปลาเราอัดปลาวิเชียนะแต่ดำไม่ดอกดุนแต่ปลาเต้าเบี้ยชโรลเต้าสลับปูจอนั่นสุดท้ายลูกตระบัดไอ้แต่ถามบัดไอ้ก็เมียนตระอันนี้ทำอายุอ่ะ
ពីព្រោះលោកគ្មានចេតនាឲ្យនឹងសម្លាប់វាទេប៉ុន្តែលោកការពារខ្លួនសម្លាប់គេបាបដោយសារមានចេតនាទៅសម្លាប់បើចោលចេតនាមកសម្លាប់លោកនោះបាបហើយនឹងចេតនាតែលោកការពារឲ្យរួចជីវិតលោកកុំឲ្យស្លាប់នឹងប៉ុណ្ណឹងអត់ដូចជាសត្រូវបរទេសមកឈ្លានពានទឹកដីយើងគេប្រាថ្នាហើយអាហ្នឹងតែយើងជាអ្នកម្ចាស់ទឹកដីគឺយើងការពារកុំឲ្យគេចូលរុករៀនមកយកទឹកដីគេបានយើងអត់មានចេតនាសម្លាប់គេទេយើងការពារក្នុងវិធីការពារហ្នឹងយើងមានល្បិចឲ្យប្រើទៅគ្រឿងអាវុធឲ្យប្រើទៅក៏បីស្លាប់សត្រូវប្រមាណក៏គ្មានបាបអីដែរនឹងពុទ្ធថាអរកសម្បទាដល់ព្រមនៃការថែរក្សាអានឹងសូមឲ្យយល់យ៉ាងបើញោមញាតិមិនយល់ទេអាចថាឲ្យពុទ្ធសាសនាហាមមិនឲ្យសម្លាប់ចុះបរទេសមកលើករូបរាងទឹកដីយើងមកឲ្យទៀតថាអត់មែនចឹងទេមានវិធីសាស្ត្រទប់ទល់ការពារយើងអត់មានចេតនាព្រោះពុទ្ធណាចេតនាហង្ភិក្ខវេកម្មង្វទាមិមនាភិក្ខុទាំងឡាយមានចេតនាជាហេតុបើប្រាថ្នាចង់ទៅសម្លាប់គេបានបាបអានេះយើងការពារទេកុំឲ្យគេមកយកទឹកដីយើងនេះសូមឲ្យទាំងអស់គ្នាសិក្សានុសិស្សឲ្យត្រូវឲ្យដឹងពីពុទ្ធសាសនាទាំងអស់មិនសត្រូវមកយើងពុទ្ធលោកហាមមិនឲ្យសំណាក់ថាមកលើកដីឲ្យគេទេมันមានទេត្រូវតែតស៊ូការពារអរកសម្បទាដល់ព្រមដោយការថែរក្សាយ៉ាងមុតមមយទីបំផុតអានេះសូមឲ្យដឹងទាំងអស់គ្នាចឹងទៅបដេកទៅហើយពុទ្ធសាសនាពុទ្ធលោកហាមមិនឲ្យសម្លាប់ចុះបើគេមកយើងសម្លាប់មិនបាបហើយទេអានេះអត់ទេពុទ្ធលោកមិនថាចឹងទេយើងការពាររបស់យើងបើសត្រូវបើវាប្រាថ្នាទឹកដីយើងការពារកុំឲ្យវាចូលបានយល់ទេថាអស់គ្នានោះបើតែយល់ចាហើយក៏ដល់យើងចេះវាមិនគ្រប់គ្រាន់ទៅចោតអីពុទ្ធនឹងថាទេអត់ទេមានតែបាបទេអានេះគេថារួមសាសនាតែទី3រួមទុកគឺកើតចាស់ឈឺស្លាប់ដូចគ្នាទាំងអស់ស្មើគ្នាទេសេចក្តីទុកការកើតក៏ជាទុកចាស់ក៏ជាទុកឈឺក៏ជាទុកស្លាប់ក៏ជាទុកសម្រាប់មនុស្សសត្វទូទៅនៅលើផែនដីនេះជាសេចក្តីទុកដែលជិះវាអត់រួចទេនឹងយើងទាំងអស់គ្នានឹងជាមិត្តរួមគ្នា3យ៉ាងគឺរួមជាតិរួមសាសនារួមទុកនៅលើទឹកដីកម្ពុជានេះអាត្មាសំដែងនេះចង់ឲ្យញោមញាតិនឹងមានចិត្តវិសាសៈស្និទ្ធស្នាលដល់គ្នានឹងគ្នារាប់អានជាបងជាប្អូនព្រោះនឹងពូជយើងក៏ទាំងអស់គ្នានឹងសូមឲ្យញោមញាតិទាំងឡាយនេះជ្រាបផងអានឹងស្រីហេតុនេះក្នុងការដែលគេដឹកនាំសៀវភៅយកមកឲ្យយើងអានយើងសិក្សានេះជាងត្រូវទទួលរស្គាល់អអ្នកសរសេរសៀវភៅនេះមនុស្សបណ្ឌិតច្រើនណាស់សតអ្នកប្រាជ្ញមានគំនិតល្អគឺសរសេរទុកឲ្យយើងបើអញ្ចឹងនាំគ្នាអានសៀវភៅនោះក៏កុំប្រហែសទ្វេដើម្បីយើងសន្សំបញ្ញារបស់ផងយើងអាត្មាសំដែងថាអង្គរបស់បណ្ឌិតនោះមាន4បើខ្លួនយើងចង់ឲ្យខ្លួនយើងទៅជាបណ្ឌិតទៅជាអ្នកប្រាជ្ញខំអានរបស់ឲ្យបានគ្រប់លក្ខណៈ4សុទ្ធគឺស្ដាប់គឺយើងអានក៏ទៅដូចស្ដាប់ដែរយើងអានស្ដាប់ហើយត្រូវយកអត្ថបទដែលយើងអានយកមកគិតត្រេះរិះពិចារណាបើពិចារណាទៅវាមិនយល់រកអ្នកប្រាជ្ញសាកសួរឲ្យគេទៅយល់ទៀតគេយល់ហើយត្រូវកត់ត្រូវត្រាទុកនឹងពុទ្ធសាសនាលោកថាជាអង្គរបស់បណ្ឌិតគឺមាន4បើអញ្ចឹងគួរតែយើងទាំងអស់គ្នាធ្វើខ្លួនយើងនោះឲ្យទៅជាបណ្ឌិតក៏ឲ្យបានដើម្បីនឹងជាអ្នកមានចំណេះចេះដឹងកសាងជីវភាពគ្រួសារយើងកសាងប្រទេសជាតិយើងបានបើប្រជាពលរដ្ឋល្ងងហើយការពារទឹកដីអត់បានទេណាអាត្មាសូមជម្រាបចឹងការពារទឹកដីអត់បានទេទោះបីរាជរដ្ឋាភិបាលខំធ្វើម៉េចក៏ទៅអត់រួចទេបើប្រជាពលរដ្ឋល្ងងទាល់តែប្រទេសជាតិសម្បូរធនធានមនុស្សចេះដឹងគ្រប់តែគ្នាទៅបានការពារទឹកដីបានអានេះសូមឲ្យជ្រាបចុះ
ជាចំណុចសំខាន់សម្រាប់ជីវិតរបស់យើងទាំងអស់គ្នានេះអាស្រ័យនេះក្នុងពេលដែលត្រូវជួបគ្នាថ្ងៃនេះហ្នឹងអាត្មាសុំសម្ដែងបញ្យល់ប៉ុណ្ណឹងចុះក៏ដូចយល់បានហើយក៏គឺថាសភៅមួយសត្វតែតំណាងខ្លួនអ្នកប្រាជ្ញមួយហើយអញ្ចឹងតែជាមានច្បាប់មួយខ្មែរគេនិយាយថាប្រពន្ធចៅថាអរកូនចៅអើយឪពុកចាស់ហើយមិនបាននៅផងអ្នកណានឹងនៅប្រដៅបងអ្នកណានឹងស្នងជីពុកនេះបានតែខ្លួនស្លាប់បាត់ទុកពាក្យមួយម៉ាត់សម្រាប់ទូលមានពាក្យនេះឪពុកសង់ទុកជាស្ពានឲ្យកូនចៅបានឆ្លងដល់ប្រៃនេះគឺសេចក្តីសុខឃើញតែមុននឹងស្លាប់គាត់ទៅសេច្បាប់ទុកឲ្យយើងរៀនសូត្រគាត់សង្វែកខ្លួនគាត់តែចាស់ហើយមិនបាននៅផងតែខ្លួនស្លាប់បាត់ឲ្យទុកពាក្យមួយម៉ាត់សម្រាប់ទូលមានឲ្យយើងអាននេះយើងទូលមានច្បាប់នេះឪពុកសង់ទុកជាស្ពានឲ្យកូនចៅបានឆ្លងទៅដល់ក្រោយនេះគឺសេចក្តីសុខសួស្តីហ្នឹងពេលមុននឹងស្លាប់ក៏ជ្រាបទៅសេច្បាប់ទុកឲ្យយើងរៀនបើតែកូនខ្មែរណាទៅមើលច្បាប់នោះអត់មានតែសប្តាហ៍នេះបុរាណយើងដល់តាលោកទៅសេច្បាប់ទូលមានយើងច្រើនណាទៅសេជាពាក្យរាយផងជាកំណាប់កាប់ភ្លងផងឲ្យយើងងាយចូលចិត្តសក់មើលហ្នឹងក៏ប៉ុន្តែយើងហាក់ដូចជាឃ្លៀងឃ្លាតពីក្បួនច្បាប់ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិនឹងច្រើនណាស់ហើយឥឡូវជាបាត់បង់ហើយស្អីក៏បាត់បង់ផងច្រើនសំបីតែភាសាក៏និយាយអត់ច្បាស់នេះបើនិយាយដល់ចេះតែបាត់អីណាដូចពាក្យថាខ្ញុំឥឡូវលេងថាខ្ញុំស្អីខ្ញុំបាត់សនឹងគ្រោះថ្នាក់ណាស់ហ្នឹងគ្រោះថ្នាក់ណាស់ប៉ុន្តែទាំងអស់គ្នាអត់ដឹងទេឬមួយយ៉ាងទៀតភាសារបស់ជាតិភាសារបស់ខ្មែរកូនហៅម៉ែឪថាលោកឪពុកអ្នកម្ដាយឃើញទេនេះភាសារបស់ជាតិហើយលោកឪពុកអ្នកម្ដាយឥឡូវបាត់អស់ហើយណាព្រោះឡើងជាប៉ាប៉ាម៉ាមីដេទីណាភាសាអាត្មាលឺចូលទៅដល់ជនបទស្រុកជើងភ្នំណាលឺភាសាប៉ាអាត្មាលឺកូនអ្នកស្រុកព្រៃណាហៅឪប៉ាម៉ាអាត្មាព្យាប្រយបបទឿននេះចូលរុករៀនតន្ត្រៀនចូលដល់ជ្រៅអាត្មាកើតសង្វែងណាអានឹងប្រយ័ត្នប៉ាម៉ាមីដេទីពេញតែប្រទេសពេលអាចាស់ភាសាគេមកលឺកូនខ្មែរណាហៅថាប៉ាម៉ាមីដេទីអានោះភ្ញាក់ព្រឺតគេថាយីអានឹងភាសារបស់អញតាចុះខ្មែរទៅលួចយកមកប្រើកាលណាគេតែទៅយើងទៅចោលលួចភាសាគេហ្នឹងមិនយ៉ាងណាបើយើងចេះសប្បាយយើងមិនញែមគ្រប់តែគ្នាហ្នឹងណាបងមានអាត្មាសូមរំលឹករឿងមួយហ្នឹងណាបងហ្នឹងហើយថាស្នេហាជាតិគឺភាសាអាហ្នឹងឯងបងនិយាយឲ្យលឺទាំងអស់គ្នាអញ្ចឹងនេះមានអាណាងាយកែបានអាកូនក៏ងាយហៅម៉ែបានមើលអ៊ីតមើលវាប៉ាម៉ាក់ហើយម៉ាមីដេឌីដែរឲ្យហៅម៉ែពុកងាយទេណាអាខ្លះទៅជួលអាត្មាមានកូនសិស្សអាត្មាមកគ្រួសារហ្នឹងឲ្យហៅគេប៉ាម៉ាក់អាត្មាស្ដីឲ្យកែប្រែអបយលយកទៅដឹងខ្លួនខុសចង់ឲ្យកូនហៅម៉ែពុកវិញតែមិនជួលកូនអាណាហៅម៉ែពុកឲ្យ$10ឲ្យ$5កូនចង់បានប្រាក់ចេះហៅតើហៅទៅបាក់បានចឹងដែរប៉ុណ្ណឹងប្រយ័ត្នឲ្យយើងមានណាមិនរឿងល្អទេណាឬខ្មែរមានអាសាលារៀនបរទេសខាងក្រៅបាត់ចរិយាខ្មែរអស់និយាយអាកូនតែនិយាយតែនិយាយសាកវិក្បាលសើងក់ក្បាលហ្នឹងបរទេសណាហ្នឹងបាត់អស់ហើយ
ខ្មែរហ្នឹងអាត្មាមើលឃើញចម្រូវអនាគតនឹងបាត់អស់ហើយព្រោះនឹងសំជ្រាបយ៉ាងហើយដូចជាសភៅនេះក៏ដែលមានច្បាប់ខ្លះខ្មែរលោកទូលមានណាផ្ដល់កំណត់ខ្លះគេផ្ដល់ជាកំណត់មតិយោបល់ធ្វើកិច្ចការងារខ្លះគេទូលមានឲ្យយើងរៀបចរិយាមេរយាទយើងឲ្យបានល្អថែរក្សាជាអ្នកស្នេហាជាតិហ្នឹងអាត្មាจึงរៀបឯណាពាក្យស្នេហាជាតិត្រូវឲ្យដឹងថាក្នុងជាតិក៏មានអីខ្លះមានភាសាអក្សរសាស្ត្រទំនៀមទម្លាប់ប្រពៃណីវប្បធម៌ភ្លេងដូតន្ត្រីសិល្បៈអានឹងជារបស់ជាតិត្រូវយើងថែរក្សាគ្រប់គ្រងមកបានថាអ្នកស្នេហាជាតិស្នេហាជាតិអីបងស្អីក៏មិនរវល់អស់ទាំងអស់អញ្ចឹងស្រែកតែមើលបើអញ្ចឹងថ្ងៃនេះដូចជាថ្ងៃជួបគ្នាដូចដាស់បំភ្លឺឆ្កឹះគំនិតតឡើងឲ្យភ្ញាក់រលឹកអង្គនេះឡារួយលោកម៉ែនេះបង្កើបកូនឲ្យហៅប៉ាម៉ាក់នេះគិតធ្វើម៉េចបង្វិលកូនឲ្យមកវិញយ៉ាងមករកភាសាជាតិវិញហ្នឹងព្រោះប្រពន្ធលោកថាម៉ែឪនឹងជាគ្រូទី1របស់កូនណាប្រពន្ធលោកប្រាប់អញ្ចឹងបើអ្នកកាន់ពុទ្ធសាសនាណាដែលដឹងថាប្រពន្ធលោកប្រាប់ថាម៉ែឪជាគ្រូទី1របស់ខ្លួនអត់ដឹងទេណាបងគឺតែលោកដាក់គ្រូទី1តែកាលណាបញ្រៀនកូនខុសគឺខុសឲ្យទៅកូនទទួលយកមេរៀនពីម៉ែពីឪហ្នឹងនេះត្រូវស្គាល់កំហុសរបស់ខ្លួនបងឥឡូវពីមុនមកអត់ដឹងថាម៉ែឪជាគ្រូរបស់កូនណាអាត្មាប្រាប់អើគ្រូរបស់កូនបើចុះបញ្រៀនកូនឲ្យត្រឹមត្រូវមកវិញបើចង់ឲ្យកូនហៅម៉ែហៅពុកមកត្រូវចាយប្រាក់ហួយខាតបន្តិចហើយជួលកូនបងអានឹងអាត្មាប្រាប់ឲ្យដឹងចឹងព្រោះបើចឹងឲ្យជួបជុំណាប៉ុណ្ណឹងចឹងហីឬក៏អាត្មានិយាយប៉ុណ្ណឹងចឹងបងក៏ទាញយកពុទ្ធសាសនាមកធៀបនឹងពិភពលោកផ្លូវលោកទាំងអស់ឲ្យយល់បើរួចខ្វះខាតអីឲ្យខំធ្វើការកុំទៅបន់ទេវតាមិនទេវតាណាយកអីមកអោយទេតែបានណាមនុស្សល្ងងទេទៅសុំទេវតាណាមនុស្សនេះចិត្តហ្នឹងគេខំធ្វើការបើនិយាយពីពុទ្ធសាសនាគឺពុទ្ធលោកបញ្រៀនឲ្យធ្វើការមានបញ្រៀនមនុស្សឲ្យដើរសុំគេណាមានពុទ្ធភាសិតមកកន្លែងនោះសំដែងថាភិក្ខវេអត្តតិបាវិហរថៈអត្តសរណាអនញ្ញសរណាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយយកចូលយកខ្លួនឯងជាកោះពឹងខ្លួនឯងចូលយកខ្លួនឯងមកជាទីពឹងកុំយកអ្នកដទៃមកជាទីពឹងខ្លួនឡើយនេះពុទ្ធលោកហាមតែការឲ្យពឹងចង់បាននេះទៅហៅទេវតាឲ្យជួយមិនដែលបានអំណោយអីដែលឃើញណាបានទទួលអំណោយពីទេវតាអត់មានទេតែពុទ្ធលោកបញ្រៀនឲ្យយើងធ្វើការយើងទៅបានទេវតាយើងអត់ដឹងថាពុទ្ធឲ្យយើងខំធ្វើការបើនឹងប៉ុណ្ណឹងយកបងឈប់បើអ្នកកាន់ពុទ្ធសាសនាឈប់ពឹងទេវតាពឹងខ្លួនឯងយ៉ាងព្រោះទេវតាយើងមើលទៅក្នុងពុទ្ធសាសនាលោកគ្មានតួនាទីរកទ្រព្យឲ្យយើងបានទេលោកគ្រាន់តែសល់សេចក្តីសុខនៅអំពើបុណ្យដែលលោកបានធ្វើពីមនុស្សដល់ស្លាប់ទៅលោកទៅសល់ផលបុណ្យណាទេបានជួយឲ្យទ្រព្យសម្បត្តិឲ្យយើងទេប៉ុន្តែអាត្មានិយាយពីទេវតាមិនជួយយ៉ាងញោមញាតដែលកំពុងតែវឹកជឿទេវតានោះខឹងណាអាត្មាមិនតិចទេបើខឹងទៅបើគិតមើលសិនទៅបើបានអំណោយអីពីទេវតានោះបំរោគខ្លួនឯងក៏អត់ប៉ុណ្ណឹងឯងនឹងសមឲ្យញោមញាតជ្រាបពុទ្ធលោកឲ្យតម្លៃមនុស្សទេញោមបើញោមអត់ដែលដឹងពុទ្ធថានៅលើដីក្រោមមេឃមានណាប្រកែកជាងមនុស្សទេឥឡូវយើងមើលតែឃើញចឹងហ្នឹងស្អីក៏មនុស្សធ្វើដែលគ្រឿងសម្ភារៈប្រើអីស្អីមនុស្សធ្វើឲ្យមានទេវតាណាដែលមកធ្វើឲ្យគឺមនុស្សគេប្រើបញ្ញាបើគេនឹងមានបញ្ញាគេធ្វើបានអាហ្នឹងរបស់ដែលយើងមើលឃើញចូលរបស់ដែលយើងមើលមិនឃើញថាទេវតាក៏ទៅពីមនុស្សដែរព្រះព្រហ្មក៏ទៅពីមនុស្សដែរទៅកើតជាព្រហ្ម
ព្រះពុទ្ធក៏ជាមនុស្សដែរឃើញទេសត្វមនុស្សទាំងអស់អត់មានណាខុសពីមនុស្សទេអានេះសំប្រាប់ឲ្យច្បាស់ឲ្យយល់យ៉ាងទៅបានលោកថានៅលើផែនដីមានណាប្រកែកជាងមនុស្សទេស្អីក៏កើតពីមនុស្សធ្វើទាំងអស់ហ្នឹងឯងនឹកប្រាប់ដោយខ្លីប៉ុណ្ណឹងយកទៅគិតមើលទៅបើមិនជឿបើនៅតែសង្ស័យទេចាំតែជួបអាត្មានៅវត្តហ្នឹងទៀតបងអាត្មានឹងបញ្យល់ឲ្យអស់អានេះអាត្មាមិនមានពេលទេក៏ប្រាប់ហេតុថាគ្មានណាប្រកែកជាងមនុស្សទេបើយើងមើលទៅអស់គ្នាទៅសម្ភារៈអីប្រើប្រាស់គ្រឿងអស្ចារ្យអីទាំងអស់គ្មានទេវតាណាធ្វើសត្វតែមនុស្សគេធ្វើដោយបញ្ញារបស់ខ្លួនឯងណាគេរៀនសូត្រចេះដឹងហ្នឹងគេធ្វើប៉ុន្តែទេវតាកាលណាមនុស្សមានសិល5ស្មើទេវតាបាទទេវតាសិល5ពីកំណើតយើងមនុស្សសំស្មើទានសិល5ស្មើกับសមភាពស្មើគ្នានឹងទេវតាមកគឺថាគោរពរាប់អានគ្នាទៅវិញទៅមកនេះប្រពន្ធលោកប្រាប់តែអញ្ចឹងអត់ដល់ញោមញៀនមិនយល់មិនដឹងបានរៀនសូត្រអីក៏ចាតែទៅឲ្យពោបានអាត្មាពិបាកចិត្តដល់យើងមើលឃើញតែម្នាក់យើងអ្នកដទៃគេមើលមិនឃើញប្រាប់ទៅគេមើលបើមិនឃើញគេចេះតែរករឿងយើងបានអាត្មាគេរករឿងមិនក៏អាត្មាមិនបទុសរាយទេព្រោះយើងមើលឃើញគេមើលមិនឃើញយើងទៅប្រាប់គេក៏រំលែងតែគេបទុសរាយយើងចាំបើគេមានបញ្ញាគេមើលឃើញគេអរគុណនឹងយើងនេះអាត្មានៅតែព្យាយាមបញ្យល់ញោមញាតបរិស័ទឲ្យយល់ទាំងអស់គ្នានឹងចង់ប៉ុណ្ណឹងយ៉ាងសំបញ្ចប់ប៉ុណ្ណឹងយ៉ាងក៏ការអធិប្បាយបរិយាយបញ្យល់អំពីការអានសិភៅការអីទាំងអស់សត្វតែផ្ដល់នៅចំណេះចេះដឹងដល់យើងទាំងអស់តែយើងឧស្សាហ៍រៀនសូត្រក៏មានបញ្ញាច្រើនតែខ្ជិលក៏ប៉ុណ្ណឹងឯងអត់ហើយមានបញ្ញាអីកើតមានដល់យើងទេយើងសំជូនពរសាសាតុការដល់លោកអ្នកដែលមានសទ្ធាចេតនាក៏កម្រមានមនុស្សណាដែលគិតយល់យ៉ាងนั้นណាបើសោះចាគេទេលះចោលប្រពន្ធកូនថាវិការអីយកមកជួយសម្ដោសប្រោសប្រណីដល់មនុស្សទាំងអស់ឲ្យមានចំណេះចេះដឹងនឹងដោយកម្រមានណានឹងមិនរឿងអូនទេណាបងមានមួយក្នុងសង្គមរបស់មនុស្សផ្ដល់ចំណេះចេះដឹងដល់យើងទាំងអស់គ្នានឹងឈ្មោះថាអ្នកមានគុណនឹងយើងដែរបងគេចង់ឲ្យយើងចេះចង់ឲ្យយើងដឹងគេយកមកឲ្យយើងអានយើងមើលទៅដើម្បីផ្ដល់ចំណេះចេះដឹងអញ្ចឹងសូមជូនពរសាសាតុការពោដល់ប្រធានបទទេសចរអំណាចលោកអុកវ៉ាន់ដេប្រធានទេសចរព្រមទាំងក្រុមការងារទាំងអស់គ្រប់រូបព្រមទាំងញោមញាតហើយនៅសាសនាសាស្ត្រទាំងអស់សូមបានប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍រៀងទៅបងបងប្អូនយើងសូមពេល5ទៅ10នាទីទៀតណាក្នុងបន្លែគាត់មានទៀតពេញមួយចំនួនទៅកាន់បងប្អូនមកសូមអនុមោទនាបាទហើយបន្លែគាត់ទេណាម្ដងបាទមានតែបានរៀបទទួលខ្ញុំយ៉ាងគាត់គុំដល់កក់ដៃខ្ញុំនឹងដាក់ទៅបដិខត់ទៅចិត្តនៅថ្ងៃទី12គឺទៅនៅខេត្តកសិករយៈពេល12ថ្ងៃដើម្បីកាត់បងមកថាខេត្តកសិករមុនខ្ញុំចាក់ទៅទីបងប្អូនទាំងអស់គ្នាដែលចិញ្ចឹមខ្ញុំ13ថ្ងៃនេះមានស្វាយនំប៉័ងចេកម្នោះអីហ្នឹងគឺឲ្យខ្ញុំច្រើនមែនទែនខ្ញុំសូមឲ្យនៅកំណាព្យមួយដែលខ្ញុំសរសេរនៅក្នុងឆ្នាំ2015ជាកំណាព្យដែលខ្ញុំសរសេរយកបេះដូងនិងទឹកភ្នែកមកចលក់ដើម្បីទៅជាកំណាព្យដែលទាំងអស់គ្នាស្ដាប់ហើយនៅពេលនេះស្ដាប់ដោយប្រុងប្រយ័ត្នចាត់ស្លាប់តកាចាចែងប្រវត្តិរាជខ្មែរមិនស្ទាត់ធ្លាប់ចាញ់ល្បិចស្នៀតអបបាយខាងលិចល្បិចខាងកើតចោលស្រស់មុខឆើតកំណើតបំផ្លាញស្រណោះដីខ្មែរឆ្កែហើយដណ្ដើមរាជខ្មែរមិនឆ្នើមផ្ដើមបាត់ដីខាងលិចរបេះខាងកើតរបូតដូចភ័យរហូតដល់ដីកណ្ដាលកម្ពុជាក្រោមតោងខ្មែរលេងជាប់កណ្ដាលអភ័ព្វរោងទឹកកម្មសុរិនដីខ្មែរបាត់រយខែឆ្នាំអ្នកភ្លេចអ្នកចាំឬយ៉ាងណា
នេះគឺជាកំណត់ខ្លីដែលខ្ញុំទៅសេវិញណាក៏មិនដែលមានពេលច្រើនដើម្បីអស់លោកបងប្អូនដឹងថាខ្លួនរបស់បងប្អូនខ្សោយយកទុនហើយมันខ្លាំងគេជន់ហើយពិបាកហើយអញ្ចឹងបងប្អូនបន្តដឹកនាំបន្តស្វែងរកផ្លូវជីវិតឲ្យខ្លួនឯងម្នាក់ត្រូវតែខ្លាំងបានជាតិយើងយកមាំបានในថ្ងៃនេះគឺជាពេលវេលាសម្រាប់ទឹកដីខេត្តសៀមរាបខ្ញុំសង្ឃឹមថាថ្ងៃ12ខ្ញុំខានហូបអាហារពេលល្ងាចអស់រយៈពេល2ឆ្នាំហើយដោយសារតែទុកកម្លាំងឲ្យចង់បដិសេធការអញ្ជើញពីអ្នកផឹកពេលល្ងាចដូច្នេះខ្ញុំមិនទទួលពេលល្ងាចទេចឹងបងប្អូនមានអាហារពេលល្ងាចថ្ងៃ12អញ្ជើញយកជុំគ្នាយើងហូបពេលល្ងាចមួយពេលជុំគ្នានៅទីនេះដើម្បីជូនខ្ញុំទៅទឹកដីមួយទៀតគឺខេត្តប្រចេះខ្ញុំលាបងប្អូនលើកនេះមិនដឹងថាក្បាលឡានរបស់ខ្ញុំបកមកវិញបានដែរឬទេក៏ប៉ុន្តែសង្ឃឹមថាទម្លាប់អានសភៅចាប់ផ្ដើមដោះនៅក្នុងសតិបញ្ញារបស់អស់លោកបងប្អូនដើម្បីទុកជាមរតកសងគុណរាជាណាចក្រមួយនេះដែលយើងពួននៅអស់ជាង2000ឆ្នាំនេះហើយអរគុណសម្រាប់ពេលវេលាអរគុណសម្រាប់ទាំងអស់គ្នាព្រះសង្ឃក្រុមការងារទាំងអស់ដែលបានរំលែកពេលវេលាហើយសភៅរបស់ខ្ញុំនឹងនៅដល់ម៉ោង10យប់រហូតដល់ថ្ងៃ12ទៅបាត់ឡានពណ៌ទឹកក្រូចនេះហោះទៅខេត្តកញ្ចេះមកយូរ៉ាទឹកក្រូចអរគុណខេត្តសៀមរាបអរគុណការចូលរួមនៅថ្ងៃនេះ